ចុះហត្ថលេខាមកគ្រូសាតកូលូយើងលែងត្រូវការកូនប្រសាថតដូចអញទៀតហើយស៊ីច្រើនតែធ្វើការតិចធ្វើឲ្យជៀនគូអាប់អន់មុខមាត់រាល់ថ្ងៃបងថ្លៃក្នុងពេលបងត្រូវទៅហើយបានទិញម៉ាស៊ីនដេនោះទុកឲ្យពួកយើងទៅខែក្រោយខ្ញុំត្រូវប្រើវាសម្រាប់រៀបការមើលចុះរាងកាយបែបនេះដើរមិនរួចផងយករបស់ទៅច្រើនធ្វើអីទុកឲ្យផ្ទះយើងទៅកុំឲ្យខាតនេះខ្ញុំកុំធ្វើជាល្ងងអីចុះហត្ថលេខាហើយចាក់ចេញទៅផ្ទះម្ដាយអញភ្លាមលេងលះក៏បានដែរម៉ែគាត់ព្រមហើយអូហូថ្ងៃនេះប្លែកម្ល៉េះនាងធាត់នេះចេះគិតឃើញហើយចង់បានម៉ាស៊ីនដេបានកង់របស់ខ្ញុំមកវិញសិនបានស្បៀង20គីឡូពិន្ទុការងារ36និងពងមាន់12គ្រាប់សង់មកឲ្យអស់និយាយស្អីពងមាន់12គ្រាប់ឯណាមកពីណាម៉ែកុំតន់ឲ្យខឹងម៉ែស៊ី3គ្រាប់សៀវមីស៊ី4គ្រាប់ជៀនជុនស៊ី5គ្រាប់ខ្ញុំស៊ីតែ4គ្រាប់កន្លះទេនៅសល់កន្លះគ្រាប់ទៀតជ្រូកដេកឆ្កែវាខំយកទៅបាត់អូហូហ៊ានសារភាពទៀតខួរក្បាលមិនសូវមានតែស្មោះត្រង់ណាស់សិនតាហាកុំមកនិយាយរឿងគ្មានហេតុផលម៉ែនេះមិនមែនគ្មានហេតុផលទេនេះគេហៅថាការភ្ញាក់រលឹកពួកអ្នកឯងស្ដាប់ឲ្យច្បាស់បានម៉ាស៊ីនដេនោះម៉ែអ្នកទុកវាម៉ែទុកក៏មិនមែនជារបស់ម៉ែដែរបើគូនៅមុខផ្ទះម៉ែអាចដាក់គុំប្រាប់ថាត្រូវចែកគោពាក់កណ្ដាលឲ្យមិនក៏និយាយស្ដីអាក្រក់ម្លេះពីមុនខ្ញុំនិយាយល្អជាមួយអ្នកតែអ្នកក៏នៅតែលួចពងមាន់ខ្ញុំក្នុងពេលនិយាយល្អគ្មានប្រយោជន៍ថ្ងៃនេះខ្ញុំនឹងនិយាយតាមត្រង់វិញគ្រូសាយើងចិញ្ចឹមអញ2ឆ្នាំអញហ៊ានគិតលេខជាមួយយើងហីចិញ្ចឹមខ្ញុំម៉ែស្ដាប់ខ្លួនឯងមើលថាវាសមទេពេលខ្ញុំរៀបការមកខ្ញុំយកភួយថ្មី2ឆ្នាំងដែក1ស្បៀងល្អ40គីឡូបានស្បៀង20គីឡូនិងបានម៉ាស៊ីនហៅថាចិញ្ចឹមខ្ញុំពួកអ្នកឯងចិញ្ចឹមខ្ញុំដូចចិញ្ចឹមជ្រូកដល់ពេលចូលឆ្នាំចង់ឲ្យខ្ញុំនៅធ្វើការដល់ពេលបុណ្យចូលឆ្នាំហើយនៅតែមិនព្រមលះបង់ការស៊ីសាច់នាងធាត់នេះកាន់តែចេះក្អេងក្អាងហើយខ្ញុំមិនបានក្អេងក្អាងទេគឺខ្ញុំទើបតែភ្ញាក់ខ្លួនចង់ឲ្យលូជៀនគូត្រឡប់មកលេងលះគ្នាក៏មិនមែនមិនបានដែរតែត្រូវគិតគូររឿងទ្រព្យសម្បត្តិឲ្យច្បាស់សម្បត្តិស្បៀងសំបីតែ1គីឡូក៏ខ្ញុំមិនទៅណាដែរថ្ងៃនេះនាងហាក់ដូចជាប្លែកខុសពីធម្មតាបងកុំបារម្ភខ្ញុំពិតជាប្លែកមែនខួរក្បាលនាងទេតើប្លែកឬមិនប្លែកក៏មើលមិនដឹងដែរមានរឿងអ្វីទៀតហើយមកតាន់ពេលល្អណាស់ម៉ែបងចង់ឲ្យខ្ញុំលេងលះដោយដៃទេខ្ញុំព្រមលេងប៉ុន្តែមិនព្រមទៅដោយដៃទេទោះបីជាខ្ញុំធាត់ក៏ដោយក៏មិនមែនជាឃ្លាំងស្តុករបស់គ្រូសាបងដែរសិនតាហ្វានាងចង់ធ្វើអីទៀតចង់លេងលះមែនទេពីមុនមិនមែននាងប្រកែកដាច់ខាតទេពីមុនខ្ញុំភ្នែកកងឹតតែឥឡូវខ្ញុំភ្លឺភ្នែកហើយជៀនគូកូនស្ដាប់មើលនាងកំពុងតែជាកូនហើយម៉ែកុំតន់ជ្រៀតជ្រែកពេលខ្ញុំជេរខ្ញុំតែងតែបញ្ជាក់ឈ្មោះបើខ្ញុំមិនតន់បញ្ជាក់ឈ្មោះម៉ែទេកុំតន់ឲ្យក្តៅក្រហាយនិយាយស្ដីឲ្យសមរម្យបន្តិចខ្ញុំកំពុងតែនិយាយសមរម្យហើយបើពេលណាខ្ញុំមិននិយាយសមរម្យបងប្រហែលជារកកន្លែងលាក់មុខមិនតន់ទេបងនាងជេរខ្ញុំមិនហើយខ្ញុំជេរនាងចង់ឲ្យខ្ញុំនិយាយម្ដងទៀតទេខ្លាចនាងស្ដាប់មិនយល់ចង់លេងមែនទេពិតមែនលក្ខខណ្ឌគឺត្រូវសងរបស់ខ្ញុំមកវិញបងកុំជឿនាងគ្រាន់តែមិនចង់បែកពីបងទើបធ្វើជារករឿងទីរបស់របរសៀវមីបើមកនាងអាចក្បាញ់ក្រណាត់បាននាងប្រហែលជាខ្លាចជាអ្នកមានយូរហើយឲ្យស្ដាយនាងចេះតែនិយាយរឿងមិនគុំនិយាយអបើអណ្ដាតរឿងពេកទៅផឹកទៅនាងចង់បានអ្វីខ្លះសម្បត្តិទិញម៉ាស៊ីនដេមួយសម្បត្តិទិញកង់មួយសន្លឹកសម្បត្តិស្បៀង20គីឡូនិងពងមាន់12គ្រាប់ពិន្ទុការងារ35ពិន្ទុហើយនឹងភួយដែលខ្ញុំយកមកពេលរៀបការនឹងឆ្នាំងដែកមួយភួយនោះគេយកទៅឲ្យសៀវមីប្រើយូរហើយឆ្នាំងដែកក៏នៅក្នុងផ្ទះបាយដែរចូលមកផ្ទះត្រកូលលូហើយគឺជារបស់ត្រកូលលូទាំងអស់ចុះពេលម៉ែរៀបការជាមួយប៉ាលូមិនក៏មិនឃើញម៉ែបដូរត្រកូលតាមគាត់ដែរមិនក៏នៅតែយកមកជេរគេរាល់ថ្ងៃភួយនឹងឆ្នាំងដែកអាចសង្វិញបានសូម្បីតែបញ្ជីកត់ត្រាក៏ពីចុះរឿងពិន្ទុការងារវិញយ៉ាងម៉េចដែររដូវភ្ជួររាល់ឆ្នាំនេះខ្ញុំធ្វើការជំនួសគ្រួសារអ្នក3ថ្ងៃហើយដាក់ឈ្មោះក្រោមឈ្មោះលូស៊ីវជុនពេលហាស្រូវ2ថ្ងៃក៏ដាក់ឈ្មោះក្រោមឈ្មោះម៉ែអ្នកខែមុនខ្ញុំទៅដងទឹកនៅក្រៅជួបជំនួសសៀវមីកន្លះថ្ងៃពិន្ទុការងារទាំងនោះគាត់យកទៅដូរយកខ្សែក្រហមចង់សក់អស់ហើយអ្នកកុំមកចេះតែនិយាយខ្សែក្រហមនោះនៅក្រោមខ្នើយអ្នកនឹងចង់ឲ្យខ្ញុំទៅយកមកបង្ហាញជាភស្តុតាងឥឡូវនេះទេចុះពេលភ្ជួររាស់អ្នកមិនមែនថាឈឺចង្កេះទេហីគឺខ្ញុំឈឺមែនឈឺចង្កេះតែមិនរារាំងគាត់ទៅចាប់ត្រីនៅមាត់ទឹកទេឈឺបានសមហេតុផលណាស់ឈឺតែពេលធ្វើការតែពេលលេងមិនឈឺទេ